សួស្តីបងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះយើងនឹងរៀនមេរៀនទី18ព្យាញ្ជនៈផ្ញើជើងនៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី2អញ្ចឹងនៅក្នុងមេរៀនទី18នេះគឺបងប្អូននឹងចេះអាននិងប្រកបព្យាញ្ជនៈអក្សរសណាដែលដាក់ជាមួយនឹងជើងនៃតួអក្សរផ្សេងៗអញ្ចឹងបងអាចអានតាមលោកគ្រូទាំងអស់គ្នាណាយ៉ាងទី1គឺសជើងកស្ក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 សជើងងស្ងសជើងងស្ងសជើងងស្ងសជើងញស្ញសជើងញស្ញសជើងញស្ញសជើងដស្ដសជើងដស្ដសជើងដស្ដឥឡូវយើងចូលដល់ការប្រកបពាក្យសាមញ្ញមួយឥឡូវយើងអានទាំងអស់គ្នាសជើងកស្កនិងរស្កសជើងកស្កនិងរស្កសជើងកស្កនិងរស្កសជើងកស្កដាក់សាអាស្កានិងរស្កាសជើងកស្កដាក់ស្រៈអាស្កានិងរស្កាសជើងកស្កដាក់ស្រៈអាស្កានិងរស្កាសជើងកស្កនិងរស្កសជើងកស្កនិងរស្កសជើងកស្កនិងរស្កសជើងកស្កនិងមស្គមសជើងកស្កនិងមស្គមសជើងកស្កនិងមស្គមសជើងងស្ងដាក់ស្រៈអាស្ងានិងបស្ងាបសជើងងស្ងដាក់ស្រៈអាស្ងានិងបស្ងាបសជើងងស្ងដាក់ស្រៈអាស្ងានិងបស្ងាបសជើងងស្ងដាក់ស្រៈអ៊ីស្ងៀនិងមស្ងៀមសជើងងស្ងដាក់ស្រៈអ៊ីស្ងៀនិងមស្ងៀមសជើងងស្ងដាក់ស្រៈអ៊ីស្ងៀនិងមស្ងៀមសជើងញស្ញដាក់ស្រៈអាស្ញើនិងបស្ញើបសជើងញស្ញដាក់ស្រៈអាស្ញើនិងបស្ញើបសជើងញស្ញដាក់ស្រៈអាស្ញើនិងបស្ញើបសជើងញស្ញដាក់ស្រៈអែស្ញែនិងងស្ញែកសជើងញស្ញដាក់ស្រៈអែស្ញែនិងងស្ញែកសជើងញស្ញដាក់ស្រៈអែស្ញែនិងងស្ញែកសជើងដស្ដដាក់ស្រៈអាស្ដានិងយស្ដាយសជើងដស្ដដាក់ស្រៈអាស្ដានិងយស្ដាយសជើងដស្ដដាក់ស្រៈអាស្ដានិងយស្ដាយសជើងដស្ដដាក់ស្រៈអាំស្ដាំសជើងដស្ដដាក់ស្រៈអាំស្ដាំសជើងដស្ដដាក់ស្រៈអាំស្ដាំអញ្ចឹងយើងអានភាសាទៀតឡើងវិញប៉ុន្តែលោកគ្រូអត់ប្រកបទេគឺអានយកតែម្ដងណាពាក្យទី1យើងអានថាស្កស្កាស្គរស្គមស្ងាបស្ងៀមស្ញើបស្ញែងស្ដាយស្ដាំអូខេឥឡូវយើងចូលដល់ការអានពាក្យណាអានេះពាក្យរាយអានេះពាក្យបន្សំគ្នាណាអញ្ចឹងយើងអានទៅគឺស្កសស្កសស្កសស្គមស្គាំងស្គមស្គាំងស្គមស្គាំងស្គុះស្គៀយស្គុះស្គៀយស្គុះស្គៀយស្ងាត់ស្ងៀមស្ងាត់ស្ងៀមស្ងាត់ស្ងៀមស្ញប់ស្ញែងស្ញប់ស្ញែងស្ញប់ស្ញែងសោកស្ដាយសោកស្ដាយសោកស្ដាយអូខេចឹងឥឡូវយើងចូលដល់ការអានប្រយោគណាអញ្ចឹងទី1គឺផ្ការីកស្គុះស្គាយនៅក្នុងសួនច្បារបងអានទៅផ្ការីកស្គុះស្គាយនៅក្នុងសួនច្បារផ្ការីកស្គុះស្គាយនៅក្នុងសួនច្បារផ្ការីកស្គុះស្គាយនៅក្នុងសួនច្បារប្រយោគទី2ឬក៏ឃ្លាទី2
ប្រាសាទព្រះវិហារគួរឲ្យស្ញប់ស្ញែងប្រាសាទព្រះវិហារគួរឲ្យស្ញប់ស្ញែងប្រាសាទព្រះវិហារគួរឲ្យស្ញប់ស្ញែងយើងចូលដល់ឃ្លាទី3អានថាពូស្ដើងនៅស្ងៀមស្ងាត់ព្រោះស្ដាយស្គរយើងអានទៅពូស្ដើងនៅស្ងៀមស្ងាត់ព្រោះស្ដាយស្គរពូស្ដើងនៅស្ងៀមស្ងាត់ព្រោះស្ដាយស្គរយើងអានពូស្ដើងនៅស្ងៀមស្ងាត់ព្រោះស្ដាយស្គរឃ្លាចុងក្រោយមីងសានមានរាងស្គមតែចូលចិត្តហូបស្ករមីងសានមានរាងស្គមតែចូលចិត្តហូបស្ករមីងសានមានរាងស្គមតែចូលចិត្តហូបស្ករអញ្ចឹងអានេះគឺជាឃ្លាទាំង4ដែលយើងបានអានរួចរាល់អញ្ចឹងសង្ឃឹមថាបងអូនអាចនឹងអានបានណាបងណាអញ្ចឹងចុងក្រោយគឺប្រាសាទព្រះវិហារនេះគឺជាប្រាសាទព្រះវិហាររបស់ខ្មែរយើងណាបងណាអញ្ចឹងប្រាសាទព្រះវិហារបងអូនអានថាប្រាសាទព្រះវិហារអញ្ចឹងប្រាសាទព្រះវិហារគឺជាកេរមរតករបស់ដូនតាយើងគឺជាកេរមរតករបស់ដូនតាខ្មែរគឺជាកេរមរតករបស់ប្រទេសកម្ពុជាយើងណាបងណានេះគឺជាស្គរហ្នឹងអូខេនេះគឺស្គរអញ្ចឹងស្គរគឺមានរឿយៗបែបហ្នឹងណាបងណាយើងអានទៅថាគឺស្គរអូខេអញ្ចឹងមេរៀនយើងក៏បានដល់ទីបញ្ចប់ដែរហើយអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានយល់និងចេះអានប្រកបនៅព្យញ្ជនៈសជាមួយនឹងដាក់ជាមួយនឹងជើងនៃព្យញ្ជនៈផ្សេងៗទៀតចឹងសង្ឃឹមថាបងប្អូននឹងបានយល់ហើយអាចអានបានតាមលោកគ្រូមេរៀនយើងចាប់ប៉ុណ្ណឹងគឺយើងចាំជួបគ្នានៅមេរៀនក្រោយទៀតគឺមេរៀនទី19ណាបងណាចឹងលោកគ្រូសូមអរគុណសូមជម្រាបលា